បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅសហរដ្ឋអាមេរិកពេលនេះគឺថ្ងៃច័ន្ទនៅឡើយទេទី8ខែមិថុនាឆ្នាំ2026វេលាពេលយប់ដល់ឡែកនៅក្នុងប្រទេសកម្ពុជាគឺវេលាពេលព្រឹកទៅហើយថ្ងៃអង្គារទី9ខែមិថុនាបាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសូមសម្រាប់យកព័ត៌មានថ្មីចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ដើមរបស់សារព័ត៌មាន Access ហើយ Reuters ក៏ដកស្រង់យកមកផ្សាយនោះគឺបាទឲ្យដឹងថាលោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកបានព្រមាននាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu ថាកុំបង្កសង្គ្រាមជាថ្មីជាមួយនឹងអ៊ីរ៉ង់បើមិនអញ្ចឹងទេគឺនឹងទៅប្រយុទ្ធតែម្នាក់ឯងហើយព័ត៌មានទី2នេះគឺក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកឬហៅថាមន្ទីរបញ្ចកោណបានដាក់បញ្ចូលឈ្មោះក្រុមហ៊ុនរបស់ចិនមួយចំនួនទៀតហើយក្រុមហ៊ុនដែលសហរដ្ឋអាមេរិកចោទថាមានទំនាក់ទំនងជាមួយនឹងក្រុមយោធាក្នុងនោះមានក្រុមហ៊ុន Alibaba អីជាដើមក៏ប៉ុន្តែខាងស្ថានទូតចិនថាគឺសហរដ្ឋអាមេរិកបាទធ្វើនេះគឺមិនសមហេតុផលនោះទេហើយព័ត៌មានទី3នេះគឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានប្តឹងដកសញ្ជាតិពលរដ្ឋអាមេរិកាំងចំនួន17នាក់នៅទូទាំងសហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹងសកម្មភាពឆបោកនានាក្នុងនោះមានការបន្លំទៅលើប្រាក់សុខភាពហើយនឹងមានអ្នកដែលពាក់ព័ន្ធជាមួយនឹងការប៉ុនប៉ងរំលោភកុមារផងដែរហើយព័ត៌មានទី4នេះគឺបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Times ឲ្យដឹងថាចក្រមបានសម្រេចច្រានចោលនៅគោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលសម្រេចយកថវិកាចំនួន$10,000ពីអ្នកដែលដាក់ពាក្យសុំទិដ្ឋាការប្រភេទ H1B ណា H1B នេះគឺជាទិដ្ឋាការប្រភេទអ្នកដែលមកធ្វើការនៅសហរដ្ឋអាមេរិកជាអ្នកជំនាញបាទអញ្ចឹងឥឡូវនេះគឺចក្រមសម្រេចថាការដាក់ចេញគោលនយោបាយនេះគឺជារឿងខុសច្បាប់ហើយព័ត៌មានទី5នេះគឺតកតងជាមួយនឹងសហរដ្ឋអាមេរិកដែរគឺខាងសន្តិសុខអាកាសយានដ្ឋានបានស្នើសុំឲ្យសភាអនុម័តថានឹងយកថវិកាចំនួន$45សម្រាប់អ្នកណាដែលឆ្លងកាត់អាកាសយានដ្ឋានដោយមិនប្រើ Real ID នេះគឺកាតអត្តសញ្ញាណប័ណ្ណរបស់សហរដ្ឋអាមេរិកដែលគេចេញថ្មីហ្នឹងក៏ប៉ុន្តែត្រូវបានរដ្ឋសភារបស់សហរដ្ឋអាមេរិកនៅក្នុងកម្រិតត្រឹមគណៈកម្មការគឺច្រានចោលហើយចុងក្រោយនេះគឺជាទស្សនៈរបស់លោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាពាក់ព័ន្ធជាមួយនឹងការសម្រេចប្រើយន្តការ UNCLOS របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនសមុទ្រជាមួយនឹងប្រទេសថៃបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍មុនគេរបស់សារព័ត៌មាន Access ហើយខ្ញុំដកយកពី Reuters បាទគាត់បានរាយការណ៍បន្តពី Access បើតាមសេចក្តីរាយការណ៍ដែល Access បានរាយការណ៍ឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បានប្រាប់ទៅដល់សារព័ត៌មាន Access នៅក្នុងសហរដ្ឋអាមេរិកតាមរយៈបទសម្ភាសន៍មួយដែលបានបោះពុម្ពផ្សាយនៅថ្ងៃច័ន្ទនេះថាបាទគឺលោកប្រធានាធិបតី Donald Trump បានព្រមាននាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលគឺលោក Benjamin Netanyahu ថាគឺកុំឲ្យធ្វើសង្គ្រាមជាថ្មីជាមួយនឹងប្រទេសអ៊ីរ៉ង់ធ្វើអ្វីបើមិនអញ្ចឹងទេគឺលោក Netanyahu ឯងនឹងត្រូវប្រយុទ្ធតែម្នាក់ឯងហើយបានន័យថាសហរដ្ឋអាមេរិកបាទមិនគ្រប់គ្រងការធ្វើសង្គ្រាមជាថ្មីជាមួយនឹងប្រទេសអ៊ីរ៉ង់នោះទេបាទនៅក្នុងបទសម្ភាសន៍ផ្ទាល់ហ្នឹងគឺលោកប្រធានាធិបតី Donald Trump បានប្រាប់សារព័ត៌មាន Access ថាខ្ញុំបានប្រាប់ BB ហ្នឹងគឺលោក Benjamin Netanyahu ណាឈ្មោះកាត់ខ្ញុំបានប្រាប់ BB ថាលោកឯងត្រូវតែប្រយ័ត្នណា you better be careful ត្រូវតែប្រយ័ត្នណាបើមិនអញ្ចឹងទេ
ច្បាស់ជាត្រូវធ្វើរឿងហ្នឹងតែម្នាក់ឯងក្នុងពេលឆាប់នេះហើយណាបាទហើយទីរងបានផ្អាកនៃការប្រយុទ្ធគ្នាជាមួយនឹងអ៊ីស្រាអែលណាទីក្រុងតេរ៉ង់បន្ទាប់ពីមានការព្រមានពីលោកប្រធានាធិបតី Donald Trump បន្ទាប់ពីបានបាញ់គ្នាអស់រយៈពេលប្រហែលម៉ោងផងដែរប៉ុន្តែมันមានរបាយការណ៍ណាបញ្ជាក់អំពីការខូចខាតនៅក្នុងខាងភាគីអ៊ីរ៉ង់ភាគីអ៊ីស្រាអែលនោះនៅឡើយទេបាទហើយនៅក្នុងការវិវត្តមួយទៀតផងដែរជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែរគឺខាងមេដឹកនាំក្រុមចរចារបស់ប្រទេសអ៊ីរ៉ង់បាននិយាយថាទីក្រុងតេរ៉ង់បាទនឹងធ្វើយ៉ាងណាដើម្បីបាទរំលាយចោលនៅការដាក់របាំងបិទសមុទ្រដែលសហរដ្ឋអាមេរិកបានដាក់នៅពេលបច្ចុប្បន្ននេះដោយអ៊ីរ៉ង់បានបញ្ជាក់ថាយើងនឹងបាទធ្វើឲ្យសត្រូវចុះចាញ់យើងនឹងធ្វើឲ្យសត្រូវចុះចាញ់នេះបើតាមការសរសេរបង្ហោះតាមបណ្ដាញសង្គម Telegram របស់លោក Mohammed Bakr Kalibaf បាទដែលលោកបានសរសេរតាមបណ្ដាញសង្គម Telegram របស់លោកបានបង្ហោះនៅថ្ងៃច័ន្ទនេះបាទហើយលោកបានបន្ថែមថាគឺអ៊ីរ៉ង់គឺមិនចូលរួមនៅក្នុងការចរចាដើម្បីតែចរចានោះទេអ្វីដែលអ៊ីរ៉ង់ចូលក្នុងការចរចាក៏ដោយគឺការប្រយុទ្ធក៏ដោយគឺអាស្រ័យទៅលើពេលវេលាផ្ទាល់ខ្លួនរបស់យើងហើយនឹងការចរចាក៏ទៅតាមពេលវេលារបស់ខ្លួនដែរបាទអញ្ចឹងគឺមិនមែនស្ដាប់តាមបង្គាប់បញ្ជាអ្នកណានោះទេបាទលោកកាលីបាសបានបន្ថែមទៀតថាគោលបំណងរបស់យើងគឺការបញ្ចប់នៅសង្គ្រាមនេះហើយនឹងសន្តិសុខដែលមានលក្ខណៈស្ថិរភាពនៅក្នុងតំបន់ហើយក៏យើងមិនមានការជឿទុកចិត្តទៅលើបាទគូបដិបករបស់យើងនោះដែរបាទនេះគឺជាការវិវត្តមួយទៀតណាបាទនៅខាងមជ្ឈមបូព៌ានេះហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន ABC News ដែលខ្ញុំដកស្រង់យកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាការពិតមានសារព័ត៌មានរាយការណ៍ច្រើនដែរណាប៉ុន្តែខ្ញុំដកស្រង់ពី ABC News បើតាមសេចក្តីរាយការណ៍របស់ ABC News គឺមន្ទីរបញ្ចកោណឬហៅថាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺបានបន្ថែមក្រុមហ៊ុនរបស់ចិនធំមួយចំនួនទៀតហើយចូលក្នុងបញ្ជីដែលសហរដ្ឋអាមេរិកហាមឃាត់មិនឲ្យចូលមកដេញថ្លៃនៅក្នុងសហរដ្ឋអាមេរិកឬក៏គេថាធ្វើអាជីវកម្មជាមួយនឹងសហរដ្ឋអាមេរិកនោះទេជាមួយនឹងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកទេគឺក្នុងនោះមានក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យារបស់ចិនគឺក្រុមហ៊ុន Alibaba បាទក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ហើយនឹងក្រុមហ៊ុន Search បាទរុករកតាមអនឡាញតាមអ៊ីនធឺណិតនោះបាទគឺក្រុមហ៊ុន Baidu អញ្ចឹងប្រហែលជាប្រិមិត្តមួយចំនួនស្គាល់ Baidu ប៉ុន្តែនៅអាមេរិកនេះគឺមិនសូវមានអ្នកប្រើ Baidu ដើម្បី search ទេយើងប្រើតែ Google ណា Google ដើម្បី search តែប៉ុណ្ណោះបាទគឺបញ្ជាក់សេចក្តីរាយការណ៍នេះឲ្យដឹងថាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកនេះគឺបានបញ្ជាក់បានបញ្ចូលក្រុមហ៊ុនទាំងអស់នេះទៅក្នុងបញ្ជីដែលហាមឃាត់មិនឲ្យក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកផ្ដល់កិច្ចសន្យាការងារទៅដល់ក្រុមហ៊ុនទាំងអស់នោះទេបាទហើយបញ្ជីនេះគឺត្រូវបានបញ្ជាក់ឲ្យដឹងនៅថ្ងៃច័ន្ទនេះដែលមានទាំងក្រុមហ៊ុនដែលខាងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកហាមឃាត់នឹងមានទាំងក្រុមហ៊ុនដែលមិនចុះបញ្ជីជាក្រុមហ៊ុនរដ្ឋផងដែរក្រុមហ៊ុនបានន័យថាក្រុមហ៊ុនឯកជនសុទ្ធក៏ខាងសហរដ្ឋអាមេរិកដាក់មិនឲ្យចូលនៅក្នុងបញ្ជីដែលធ្វើអាជីវកម្មជាមួយនឹងផងដែរគឺដើម្បីហេតុផលសន្តិសុខហេតុផលសន្តិសុខដែលនេះជាការមួយបង្ហាញឲ្យដឹងថែមទៀតអំពីការដែលសហរដ្ឋអាមេរិកគឺបើកាន់តែមានការដឹងបន្ថែមទៀតអំពីយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងនៅក្នុងការប្រើប្រាស់ក្រុមហ៊ុនដែលជាក្រុមហ៊ុនឯកជនសម្រាប់យកព័ត៌មានដើម្បីបម្រើគោលបំណងយោធារបស់ចិនបាទអញ្ចឹងនេះគឺជាការបន្ថែមក៏ប៉ុន្តែនៅស្ថានទូតចិននៅក្នុងសហរដ្ឋអាមេរិកវិញនៅពេលដែលសារព័ត៌មាន ABC News តាក់ទងទៅគាត់បានបដិសេធដោយចោទប្រកាន់សហរដ្ឋអាមេរិកថាដូចជាពង្រីកជ្រុលពេកហើយនៅគំនិតដែលថាអ្វីទៅជាសន្តិសុខជាតិរបស់ខ្លួននោះហើយធ្វើឲ្យមានការបញ្ចូលបញ្ជីក្រុមហ៊ុនទាំងអស់នោះក្នុងបញ្ជីដោយមិនបានពិនិត្យឲ្យបានច្បាស់លាស់គ្មានការរើសអើងអញ្ចឹងទេបាទ
ហើយខាងចិនក៏បានបញ្ជាក់ថាក្រុមហ៊ុនរបស់ចិនទាំងអស់នោះគឺបានគោរពតាមច្បាប់ទម្លាប់នៅក្នុងប្រទេសនានាដែលក្រុមហ៊ុនទាំងអស់នោះទៅធ្វើការអញ្ចឹងដូច្នេះគឺសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់នៅការអនុវត្តខុសឆ្គងបែបនេះហើយបង្កើតឲ្យមានបរិយាកាសធ្វើពាណិជ្ជកម្មដោយសេរីយុត្តិធម៌នឹងគ្នាផងដោយកុំឲ្យមានបរិយាកាសលើកលែងកុំឲ្យមានបរិយាកាសឬអើងចំពោះក្រុមហ៊ុនចិនដូចនេះបាទនេះបើយោងតាមសេចក្តីថ្លែងការណ៍ពីស្ថានទូតរបស់ចិនបានបញ្ជាក់ឲ្យដឹងណាបាទហើយនៅពេលនេះគឺបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ABC News គឺនៅឆ្នាំនេះបញ្ជីក្រុមហ៊ុនឬក៏អង្គភាពរបស់ចិនដែលសហរដ្ឋអាមេរិកហាមមិនឲ្យធ្វើការលើផ្នែកសន្តិសុខនិងការពិជាតិរបស់សហរដ្ឋអាមេរិកនោះគឺមានរហូតដល់188ដែលជាចំនួនកើនឡើងពីដំបូងឡើយគឺមានតែចំនួន130ទេក្នុងឆ្នាំកន្លងទៅនេះបាទនេះគឺជាសេចក្តីរាយការណ៍របស់ ABC News ណាបាទហើយប្រហែលថ្ងៃមុនក៏មានសេចក្តីរាយការណ៍មួយខ្ញុំថាយកមកចែករំលែកជាមួយប្រិមិត្តតែមិនបានគឺខាង FireEye បាទ FireEye គឺក្រុមគេថាចារកម្មទាំង5របស់ពិភពលោកដែលមានកាណាដាអង់គ្លេសសហរដ្ឋអាមេរិកអូស្ត្រាលីបាទបានចេញនៅសេចក្តីប្រកាសរួមគ្នាបាទរួមគ្នាឲ្យប្រុងប្រយ័ត្នអំពីក្រុមហ៊ុនរបស់ចិនឬក៏គេហៅថាទីភ្នាក់ងារស៊ើបការសម្ងាត់របស់ចិនដែលបណ្ដាញសង្គមដើម្បីជ្រើសរើសបុគ្គលិកធ្វើការងារបាទជ្រើសរើសបុគ្គលិកការងារនេះដែលជាពិសេសសម្ដៅទៅលើអ្នកណាដែលមានជំនាញខាងសន្តិសុខនិងការពារជាតិហ្នឹងបាទដើម្បីយកព័ត៌មានពីអ្នកនោះបាទសម្រាប់បម្រើការឲ្យខាងវិស័យយោធារបស់ចិនបាទខ្ញុំចាំមើលខ្ញុំទំនេរខ្ញុំនឹងយកអត្ថបទហ្នឹងមកចែករំលែកប្រិយមិត្តផងដែរព័ត៌មានទី3បាទគឺបើយោងនេះជាសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាន The New York Times ក៏ពិតមានសារព័ត៌មានច្រើនដែរបានរាយការណ៍ណាបាទខ្ញុំសូមដកសំពី New York Times បើតាមសេចក្តីរាយការណ៍របស់ New York Times ឲ្យដឹងថារដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅថ្ងៃច័ន្ទនេះនៅថ្ងៃច័ន្ទនេះគឺខិតខំព្យាយាមដាក់ប្តឹងទៅតុលាការដើម្បីដកសញ្ជាតិពីជនអន្តោប្រវេសន៍ចំនួន17នាក់ដែលបានចូលសញ្ជាតិអាមេរិកបាទដែលនេះគឺជាវិធានការដ៏កក្លឿនមួយថែមទៀតដ៏ខ្លាំងមួយថែមទៀតរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការបាទបណ្ដេញអ្នកណាដែលចូលមកសហរដ្ឋអាមេរិកហើយប្រព្រឹត្តអំពើមិនត្រឹមត្រូវហើយបានចូលសញ្ជាតិអាមេរិកនោះបាទបើតាមក្រសួងយុតិធធម៌របស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថាគឺសំណុំរឿងនៅក្នុងការដកសញ្ជាតិនេះគឺមានការដាក់ទៅតាមតុលាការថ្នាក់ស្រុកហ្នឹងនៅទូទាំងសហរដ្ឋអាមេរិកតែម្ដងដែលសម្ដៅទៅលើអ្នកទាំងឡាយណាដែលខិតខំព្យាយាមលាក់បាំងនៅអំពើអក្រិតកម្មកាលពីពេលមុនរបស់ខ្លួនឬក៏បានប្រព្រឹត្តអំពើអក្រិតកម្មនេះក្នុងអំឡុងពេលនៃការចូលសញ្ជាតិអាមេរិកហើយអ្នកដែលគេបានសម្ដៅលើក្នុងពាក្យបណ្ដឹងដែលដាក់ទៅតុលាការនេះគឺបាទមានអ្នកដែលត្រូវបានចោទប្រកាន់ពីបទគប់គិតបាទគប់គិតក្នុងការប្រព្រឹត្តការកេងបន្លំនៅថវិកាខាងផ្នែកធានារ៉ាប់រងសុខភាពបាទអញ្ចឹងបានន័យថាអ្នកខ្លះនឹងមានលុយណាមានលុយឲ្យខ្លួនឯងទៅបន្លំខ្លួនធ្វើជាអ្នកអត់លុយដើម្បីសុំកម្មវិធីធានាសុខភាពពីរដ្ឋាភិបាលណាបាទហ្នឹងក៏ឥឡូវហ្នឹងគឺសំដៅលើនឹងផងដែរណាបាទអញ្ចឹងប្រយ័ត្នមែនតើណាបាទហើយហ្នឹងគេហៅថា healthcare fraud ណាបាទហើយហ្នឹងអ្នកដែលប៉ុនប៉ងចាប់រំលោភកុមារមកចាប់រំលោភកុមារហើយហ្នឹងក៏មានអ្នកដែលមានកម្រិតគប់គិតនៅក្នុងការចែករំលែកនៅថ្នាំពេទ្យដែលមានordonnance តែមានបញ្ជាក់បញ្ជាក៏ប៉ុន្តែខ្លួនឯងបែរជាប្រឹងប្រែងយកថ្នាំហ្នឹងទៅចែកឲ្យគេដោយមិនមានអាជ្ញាប័ណ្ណបាទហ្នឹងផងដែរឃើញទេបានន័យថាខ្លួនអត់មានអាជ្ញាប័ណ្ណលក់ថ្នាំពេទ្យទេក៏ប៉ុន្តែទៅយកថ្នាំពេទ្យដែលប្រភេទថ្នាំពេទ្យដែលត្រូវតែវិជ្ជបណ្ឌិតជាអ្នកចេញហ្នឹងទៅយកថ្នាំពេទ្យហ្នឹងទៅលក់ឲ្យគេហ្នឹងក៏ជាបទល្មើសដែរឃើញទេបាទអញ្ចឹងមិនមែនធ្ងន់ធ្ងររហូតដល់ថ្នាក់ក្បត់ជាតិអីណាបាទហើយអ្នកដែលមានពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះបើតាមខាង The New York Times ឲ្យដឹងថាគឺក្នុងនោះមានអតីតជា
ព្រះសង្ឃជាអាចារ្យវិហារកាតូលិកផងដែរបាទដែលត្រូវបានចាប់ប្រកាន់ថាមានការរំលោភសេពសន្តិវៈទៅលើអនិច្ចជនហើយនឹងមានបរិះម្នាក់គឺត្រូវបានគេចោទថាមានការកេងបន្លំក្នុងការសុំទិដ្ឋាការ H1B បាទ H1B គឺបានន័យថាទិដ្ឋាការគាត់មកសុំធ្វើការជាអ្នកជំនាញហ្នឹងបាទគឺបន្លំគេប៉ុន្តែគេមិនបញ្ជាក់លម្អិតថាតើគាត់មិនមានជំនាញហ្នឹងហើយគាត់បន្លំថាមកធ្វើការជំនាញហ្នឹងឬយ៉ាងម៉េចគាត់ថាគេថាគឺមានបរិះម្នាក់ទៅបានគេចាប់ប្រកាន់ពីបទគេបន្លំនៃទិដ្ឋាការ H1B បាទហើយនឹងគឺក៏មានការចាប់ប្រកាន់ស្ត្រីម្នាក់ផងដែរក្នុងនោះគឺមានស្ត្រីម្នាក់បាទត្រូវបានពីមុនមកគឺពេលដែលគាត់មកដល់សហរដ្ឋអាមេរិកហ្នឹងគឺគាត់សុំអត្ថប្រយោជន៍បាទជាជនអន្តោប្រវេសន៍បាទជាជនអន្តោប្រវេសន៍សុំអត្ថប្រយោជន៍ពីរដ្ឋាភិបាលក៏ប៉ុន្តែត្រូវបានគេបដិសេធបាទបដិសេធហើយគាត់ក៏ទៅបាទដូរឈ្មោះឡើងវិញហើយទទួលបានសញ្ជាតិអាមេរិកាំងបាទអញ្ចឹងគឺនឹងក៏នៅក្នុងបញ្ជីដែលគេត្រូវដកសញ្ជាតិនឹងដែរបាទកន្លែងនេះគេមិនបញ្ជាក់ថាតើគាត់សុំអត្ថប្រយោជន៍ខាងអន្តោប្រវេសន៍នឹងយ៉ាងម៉េចបើជាចង់ន័យថាគាត់សុំកែទិដ្ឋាការរបស់គាត់បដូរមកហ្នឹងបាទក៏ប៉ុន្តែស្រាប់តែគេថាមិនគ្រប់លក្ខណៈអីចឹងទៅគាត់ក៏ទៅបែបត្រឡប់ទៅប្រទេសដើមវិញឬយ៉ាងណាហើយដូរឈ្មោះដូរអីមកបាទបានមកមួយសារទៀតបាទស្រាប់តែអាចទទួលសញ្ជាតិអាមេរិកាំងបានបាទអញ្ចឹងនេះគឺជាដំណើររឿងដែលខាងសារព័ត៌មាន The New York Times រាយការណ៍ហើយក៏ប៉ុន្តែសារព័ត៌មាននេះក៏បានបញ្ជាក់ថានីតិវិធីនៅក្នុងការដកសញ្ជាតិនឹងគឺយូរណាស់មិនមែនប្តឹងថ្ងៃហ្នឹងទឹកក្រោយខែក្រោយអាចនឹងដកបានទេគឺបានន័យថាតើតើមានការប្តឹងតវ៉ាគ្នាទៅវិញទៅមកនីតិវិធីនឹងរាប់ឆ្នាំទម្រាំនឹងអាចនឹងសម្រេចបានបើជួនកាលពេលខ្លះតុលាការច្រានចោលវិញក៏មានដែរបើសិនជាគេមានមេធាវីគេខ្លាំងដើម្បីការពារសំណុំរឿងរបស់ពួកគេបាទព័ត៌មានទី4នេះក៏ជារឿងមួយដែលជាការធូរទ្រូងមួយវិញបន្ទាប់ពីមានរឿងតឹងតែងតាក់ទងនឹងការដកសញ្ជាតិនោះគឺនៅថ្ងៃច័ន្ទនេះគឺតុលាការបានសម្រេចថាគោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការយកថវិកាចំនួនរហូតដល់$10,000បាទសម្រាប់អ្នកដែលសុំទិដ្ឋាការ H1B បាទគឺបានន័យថាទិដ្ឋាការប្រភេទអ្នកដែលបាទមានជំនាញអ្នកមកធ្វើការមានជំនាញមកនៅសហរដ្ឋអាមេរិកហ្នឹងគឺតុលាការចាត់ទុកថាជាការយកពន្ធដោយខុសច្បាប់ហើយបាទដែលជាការយកពន្ធទៅលើក្រុមហ៊ុនទាំងអស់នោះដូច្នេះត្រូវតែធ្វើមុខភាពចោលពីព្រោះអីអ្នកជំនាញដែលយកមកធ្វើការហ្នឹងគឺក្រុមហ៊ុនជាអ្នកបងលុយណាជាអ្នកបងលុយទៅឲ្យរដ្ឋាភិបាលដល់ពេលចូលទៅដល់$10,000អញ្ចឹងគឺតុលាការចាត់ទុកថានេះជាការយកពន្ធដោយខុសច្បាប់ពីព្រោះអីអំណាចមានតែនៅក្នុងរដ្ឋសភាទេដែលអាចចេញច្បាប់បែបនេះបានហើយมันមានការយល់ព្រមពីរដ្ឋសភាឡើយដែលឡែករដ្ឋបាលលោកប្រធានាធិបតី Donald Trump គាត់ថានឹងមិនមែនពន្ធទេនេះគ្រាន់តែជាតម្លៃឯកសារกระดาษស្នាមអីដែលរដ្ឋបាលរបស់លោក Trump គឺមានសិទ្ធិអំណាចនៅក្នុងការយកបែបនេះបន្តុលាការក៏ថានេះជាការមួយលើកឡើងដោយគ្មានផុសតាងទេក្នុងពេលកន្លងមកគ្មានដែលមានសំណុំរឿងណាអញ្ចឹងមានគោលនយោបាយណាដែលតែกระดาษស្នាមនៅយករហូតដល់$10,000នោះបាទវាជារឿងមួយហួសហេតុពេកហើយអញ្ចឹងដូច្នេះគឺអ្នកដែលពីមុនមកបារម្ភថាខ្លាចក្រែងលោកសំទិដ្ឋាការ H1B ហើយទៅបានក្រុមហ៊ុនតម្រូវឲ្យបង់លុយច្រើនហ្នឹងគឺអាចនឹងរួចខ្លួនបាទបើជានៅកម្ពុជាមានមិនច្រើនតែភាគច្រើនគឺមកពីដូចជាឥណ្ឌាបាទឥណ្ឌាហ្នឹងគឺអ្នកជំនាញនឹងច្រើនហើយដូចជាហ្វីលីពីនហ្នឹងបាទហ្វីលីពីនហ្នឹងគាត់ជំនាញខាងពេទ្យបាទអ្នកដែលមកធ្វើការអស់ហ្នឹងភាគច្រើនអ្នកជំនាញពេទ្យជំនាញ IT អីហ្នឹងគឺគាត់មកពីអញ្ចឹងណាបាទគឺមកច្រើនអញ្ចឹងតុលាការក៏ថាទោះបីជារដ្ឋបាលលោកត្រាំខិតខំបញ្យល់យ៉ាងណាក៏ដោយក៏តុលាការនៅតែចាត់ទុកថានេះជាការមួយយកពន្ធឬក៏បើមិនយកពន្ធគេទេជាការមួយពិន័យទៅលើក្រុមហ៊ុនហ្នឹងទេដូច្នេះរដ្ឋបាលលោកត្រាំអត់មានសិទ្ធិអីទៅពិន័យក្រុមហ៊ុនគេក្នុងពេលដែលគេសុំទិដ្ឋាការមកហ្នឹងទេដោយដាក់ថ្នាក់ហ្នឹងទេគេមិនតន់ខុសអីផងនោះទេបាទអញ្ចឹងគឺបើយកតែតម្លៃឯកសារដាស់ស្រាមនោះធម្មតានឹងបានដូចតែធម្មតានឹងបានបាទនេះគឺជាព័ត៌មានមួយអញ្ចឹង
បើតាមសេចក្តីរាយការណ៍នេះគឺថាជារៀងរាល់ឆ្នាំអ្នកដែលទទួលបានទិដ្ឋាការប្រភេទ H1B នេះគឺមានប្រហែលជា 85,000 នាក់ហើយភាគច្រើនគឺក្រុមហ៊ុនដែលការជំនាញខ្ពស់ណាស់ដែលជួលអ្នកធ្វើការមកពីប្រទេសខាងក្រៅខាងផ្នែកទី1គឺការផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុហើយនិងមន្ទីរពេទ្យក៏ដូចជាសាកលវិទ្យាល័យបាទដើម្បីយកមកធ្វើជាសាស្ត្រាចារ្យបរិញ្ញាបត្របាទចាំបើនៅថាសាស្ត្រាចារ្យខ្លះគាត់បរិញ្ញាបត្រត្រូវយកមកហើយបងលុយឲ្យថ្លៃអញ្ចឹងគឺសាកលវិទ្យាល័យហ្នឹងគ្មានសិទ្ធមានអាចបងពុនបានទេហើយបណ្ដឹងនេះគឺបណ្ដឹងឡើងដោយរដ្ឋចំនួន20ដែលក្រុមហ៊ុនទាំងអស់នោះក៏តវ៉ាគាត់ថាតវ៉ាចឹងគាត់ត្រូវការយកអ្នកដែលមកមានជំនាញមកធ្វើការនៅនេះមករយៈទៅបងលុយច្រើនចឹងគាត់បណ្ដឹងតវ៉ាឥឡូវតុលាការសម្រេចហើយណាបាទហើយព័ត៌មានទី5នេះគឺសម្រាប់អ្នកនៅសហរដ្ឋអាមេរិកឥឡូវនេះយើងអត់ដឹងណាអ្នកដែលមកដល់ម៉ោងនេះមានអ្នកមិនតមាន Real ID ទេបាទខ្ញុំមាន Real ID យូរហើយក៏ប៉ុន្តែបានប្រហែលជាប្រហែលមិនតបានឆ្នាំផងខ្ញុំរវល់ជាពជាទៅសុំយកមកសុំមួយផ្លែតហ្នឹងបានហើយប៉ុន្តែប្រិមត្តខ្លះគាត់មិនចង់ទៅអញ្ចឹងបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico គាត់ឲ្យដឹងថាខាង TSA ណាបាទអ្នកនិយាយចឹងអ្នកនៅអាមេរិកដឹងហើយក៏ TSA ដឹងគឺបានន័យថាពួកខាងសន្តិសុខតាមអាកាសយានដ្ឋាននោះបាទនៅក្នុងច្បាប់ហ្នឹងគាត់ដាក់បន្លំច្បាប់មួយបាទគាត់ដាក់ទៅសុំថវិកាទៅសភាជាតិហ្នឹងគាត់មានដាក់នៅក្នុងហ្នឹងគាត់ថាគាត់សុំសិទ្ធិដើម្បីយកថវិកាចំនួន$45សម្រាប់អ្នកណាដែលមកដល់កន្លែង airport ហ្នឹងហើយអត់មាន real ID បាទអត់មាន real ID ឬក៏ឯកសារណាដែលបញ្ជាក់ដែលអាចទទួលយកបានហើយគាត់អាចអនុញ្ញាតបើកុំឲ្យខកយន្តហោះខកអីហ្នឹងគឺយក$45បាទ$45អញ្ចឹងប្រិមិត្តប៊ីសណាអ្នកណាអត់មាន real ID នោះទៅធ្វើ real ID ហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺឥឡូវនេះខាងសភាគឺជាពិសេសគណៈកម្មការខាងគណៈបក្សសាធារណរដ្ឋហ្នឹងតែម្ដងគាត់ថាអត់ត្រូវទេអត់យកមិនអាចឲ្យយកបានទេ$45ហ្នឹងមានអីទៅសិទ្ធអីទៅយកពីគេហ្នឹងបាទពីព្រោះនេះគឺជាការមួយដែលតម្រូវឲ្យយើងទៅធ្វើបាទទៅធ្វើអញ្ចឹងខាងសភាបានលុបចោលណាបាទបានលុបចោលហើយអញ្ចឹងប្រិមិត្តណាដែលមិនទាន់មាន real ID បើទោះបីជាឥឡូវនេះរដ្ឋសភាបានច្រានចោលកម្រិតនឹងក៏ដោយក៏ប៉ុន្តែក៏ជាសញ្ញាមួយដែលដាស់តឿនផងដែរបានជាខ្ញុំយកមកជម្រាបជូនប្រិមិត្តហ្នឹងគឺបើមិនទាន់បានមាន real ID ទេទៅធ្វើឲ្យទៅណាធ្វើឲ្យទៅបាទហើយព័ត៌មានចំក្រោយនេះសូមជូនឧត្តមគតិរបស់លោកឆាងយុតាក់ទងជាមួយនឹងUNCLOS គឺកម្ពុជាចំណងជើងដែលលោកឆាងយុដាក់នោះគាត់ថាកម្ពុជាប្រកាន់យកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្របាទចឹងតើលោកឆាងយុយល់យ៉ាងណាដែរសូមអានទាំងស្រុងនៅអ្វីដែលលោកឆាងយុបានសរសេរណាបាទខ្លីទេលោកឆាងយុបានបញ្ជាក់ថាសន្ទរកថារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺជាការបកស្រាយអំពីការបដិញ្ញាចិត្តនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រឈមមុខនឹងសកម្មភាពរំលោភបំពានដោយប្រទេសថៃមកលើដែនសមុទ្ររបស់ប្រទេសកម្ពុជាគួរកត់សម្គាល់ថាសន្ទរកថានេះគឺមានបំណងផ្ញើទៅជូនទៅកាន់ប្រជាជនថៃសហគមន៍អន្តរជាតិរួមទាំងបងប្អូនជនរួមជាតិខ្មែរចំណុចនេះពិតជាសំខាន់ពីព្រោះថាប្រជាជនខ្មែរគឺមិនស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយប្រជាជនថៃនោះទេចំនួនរវាងប្រទេសថៃនិងកម្ពុជាគឺជាចំនួននយោបាយហើយប្រជាជនថៃក៏ដូចជាប្រជាជនខ្មែរក៏មានការប្រថុយប្រថានខ្ពស់ក្នុងការធានាថាចំនួនទាំងនេះត្រូវបានដោះស្រាយដោយសន្តិវិធីសម្ដេចនាយករដ្ឋមន្ត្រីបានបកស្រាយអំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយចំនួននេះក៏ដូចជាចំនួនដទៃទៀតរួមទាំងចំនួនព្រំដែនដែលកំពុងបន្តជាមួយប្រទេសថៃដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិទាំងនេះគឺជាការបដិញ្ញាចិត្តដ៏ធំធេងក្នុងស្ថានភាពដែលយោធាថៃកំពុងកាន់កាប់ដោយបើកចំហលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជារួមទាំងទីតាំងវប្បធម៌និងសក្ការៈបូជារបស់កម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការសម្រេចរបស់កម្ពុជាក្នុងការប្រកាន់យកនៅយន្តការផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយចំនួនព្រំដែនសមុទ្រជាមួយប្រទេសថៃ
ហើយនេះគឺមិនមែនជាការបង្កើនភាពតានតឹងនៃចំនួននោះទេផ្ទុយទៅវិញនេះគឺជាការបញ្ជាក់អំពីការប្រកាន់យកនៅការដោះស្រាយចំនួនដោយសន្តិវិធីរបស់កម្ពុជារដ្ឋាភិបាលថៃនាពេលបច្ចុប្បន្នបានជ្រើសរើសនិងទាញយកផលចំណេញពីបញ្ហាព្រំដែនជាប្រវត្តិសាស្ត្រក្នុងការគៀកសម្លេងបោះឆ្នោតនិងគ្រប់គ្រងរបៀបបរិយារបស់ខ្លួនពីប្រជាជនថៃទោះបីជាយ៉ាងណាក៏ដោយវាហាក់ដូចជាមិនទាន់ដឹងច្បាស់នៅឡើយទេថាតើនយោបាយការបរទេសទាំងរំលោភបំពានមកលើកម្ពុជានិងនៅក្នុងតំបន់អាស៊ានអាចនឹងទទួលបានជោគជ័យដោយការគិតទុកជាមុនរបស់ក្រមអិសរាជជនថៃដែរឬយ៉ាងណាបាទនេះគឺជាការបញ្ជាក់របស់លោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបាទតាំងពីថ្ងៃទី2ខែមិថុនាឆ្នាំ2026ណាប៉ុន្តែខ្ញុំទើបតែមានឱកាសបានយកមកចែករំលែកជូនប្រិមិត្តនៅពេលនេះបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនណាដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំស្ដីអំពីបច្ចុប្បន្នភាពអាមេរិកាំងបាទរឿងអាមេរិកាំងច្រើនដើម្បីជាចំណេះដឹងដល់ប្រិមិត្តមួយចំនួនផងដែរណាបាទអញ្ចឹង